មនុស្សចោតើនរណាជាម្ដាយពិតប្រាកដរបស់ក្មេងស្រីនេះនិយាយថានាងធ្វើឲ្យកូនស្រីរបស់ខ្ញុំភ័យហើយសូមចេញឲ្យឆ្ងាយភ្លាមទៅប៊ីនិយាយថាគុំស្ដាប់សម្ដីស្រីឈួតម្នាក់នេះអីឆាប់មកផ្ទះជាមួយម៉ាក់វិញទៅកូនដូច្នេះតើអ្នកអាចជួយក្មេងស្រីនោះរកម្ដាយពិតឃើញទេចម្លើយស្ត្រី A គឺជាម្ដាយរបស់នាងពីព្រោះពួកគេមានតម្រុយពាក់ខ្សែដៃដូចគ្នាកូនស្រីខ្លាញ់ខ្លាយតើនរណាជាកូនស្រីខ្លាញ់ខ្លាយ A និយាយថាម៉ាក់នាងកំពុងធ្វើត្រាប់តាមកូនគុំជានាងអី B និយាយថាតើនាងមានមុខដូចខ្ញុំយ៉ាងដូចម្ដេចទៅប្រហែលជានាងជាបិសាចហើយបានជាបន្លំធ្វើជាខ្ញុំដូច្នេះតើអ្នកគិតថានរណាជាកូនស្រីខ្លាញ់ខ្លាយចម្លើយក្មេងស្រី A គឺជាកូនស្រីខ្លាញ់ខ្លាយព្រោះនៅលើដីគ្មានស្រមោលរបស់នាងទេដូច្នេះនាងមិនមែនជាមនុស្សឡើយស្ត្រីមានផ្ទៃពោះតើនរណាកំពុងមានផ្ទៃពោះខ្លាញ់ខ្លាយ A និយាយថាខ្ញុំចូលចិត្តកូនក្មេងណាស់ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលគេកើតមក B និយាយថាតាំងពីមានផ្ទៃពោះកូននេះមកខ្ញុំឃ្លានរហូត C និយាយថាខ្ញុំមិនចង់បានក្បាលពោះធំយ៉ាងនេះទេខ្ញុំត្រូវតែទៅហាត់ប្រាណមិនអ្នកស៊ើបអង្កេតដ៏ឆ្លាតវៃតើអ្នកអាចរកឃើញស្ត្រីមានផ្ទៃពោះខ្លាញ់ខ្លាយនេះបានទេចម្លើយស្ត្រី C មានផ្ទៃពោះខ្លាញ់ខ្លាយព្រោះក្បាលពោះរបស់នាងមើលទៅដូចជាខ្នើយកើយមិនមែនជាស្ត្រីមានផ្ទៃពោះប៉ិននោះទេមច្ឆាខ្លាញ់ខ្លាយតើនរណាជានាងមច្ឆាខ្លាញ់ខ្លាយ A និយាយថានាងជាមច្ឆាខ្លាញ់ខ្លាយកុំចាញ់បោកនាងឲ្យសោះ B និយាយថាខ្ញុំរស់នៅក្នុងសមុទ្រនេះជាយូរមកហើយខ្ញុំគឺជាមច្ឆាពិតប្រាកដមិត្តឆ្លាតតើអ្នកអាចបែងចែកដឹងទេថានរណាជាមច្ឆាខ្លាញ់ខ្លាយនោះចម្លើយមច្ឆា A គឺជាមច្ឆាខ្លាញ់ខ្លាយព្រោះជើងម្ខាងទៀតរបស់នាងត្រូវបានលេចចេញមកក្រៅហើយព្រះនាងខ្លាញ់ខ្លាយតើនរណាជាព្រះនាងខ្លាញ់ខ្លាយ A និយាយថាមានតែព្រះនាងពិតប្រាកដទេដែលមានសត្វបក្សីហើរជុំវិញខ្លួនបែបនោះ B និយាយថាទោះបីជាខ្ញុំចាក់ចេញពីប្រាសាទជាច្រើនឆ្នាំមកហើយក៏ដោយក៏ខ្ញុំនៅតែជាព្រះនាងដដែល C និយាយថានិស្ស័យរបស់ខ្ញុំបញ្ជាក់គ្រប់យ៉ាងហើយមិនបាច់ប្រកែកគ្នាជាមួយអ្នកទាំងពីរនោះទេដូច្នេះតើអ្នកអាចរកឃើញព្រះនាងខ្លាញ់ខ្លាយទេចម្លើយស្ត្រី C គឺជាព្រះនាងខ្លាញ់ខ្លាយព្រោះនាងមានកន្ទុយកញ្ជ្រោងលេចចេញមកក្រៅហើយពេទ្យធ្មេញខ្លាញ់ខ្លាយមានពេទ្យធ្មេញម្នាក់គឺជាឃាតករ A និយាយថាធ្វើចិត្តឲ្យស្រួលកូនគ្រាន់តែជាបន្តិចបន្តួចរួចហើយនឹងបាត់ទៅវិញ B និយាយថាខ្ញុំបានសិក្សាយូរហើយក្មេងៗចូលចិត្តលេងតុក្កតាខ្លាឃ្មុំនេះណាមិត្តឆ្លាតតើអ្នកគិតថានរណាជាឃាតករទៅចម្លើយគ្រូពេទ្យ A គឺជាឃាតករព្រោះនៅក្នុងស៊ីរាំងរបស់គាត់មានផ្ទុកថ្នាំពុលឃាតករសម្លាប់ស្ដេចតើនរណាជាឃាតករសម្លាប់ស្ដេច A និយាយថាខ្ញុំឈរយាមនៅមាត់ទ្វាររហូតមិនឃើញនរណាចូលមកទេ B និយាយថាខ្ញុំគ្រាន់តែយកស្រាមកថ្វាយទ្រង់ប៉ុន្តែពេលចូលមកដល់ក៏ឃើញទ្រង់បែបនេះទៅហើយមិនដែលស៊ើបអង្កេតដ៏ឆ្លាតវៃតើអ្នកអាចរកឃើញឃាតករទេចម្លើយបុរស B គឺជាឃាតករព្រោះទឹកពណ៌លឿងនៅក្នុងដៃរបស់គាត់និងទឹកដែលហូរចេញពីមាត់ស្ដេចនោះគឺដូចគ្នាដូចនេះនៅក្នុងនោះមានសារជាតិពុលឃាតកម្មសម្លាប់ប្តី
តើនរណាជាឃាតករអេនិយាយថាខ្ញុំទៅតែចាក់ចេញពីទីនេះមិនមានអ្វីខុសប្លែកទេ B និយាយថាគាត់ជាមនុស្សជិតស្និទ្ធបំផុតរបស់ខ្ញុំមិនអាចធ្វើបាបគាត់ទេ C និយាយថាឆាប់ហៅឡានពេទ្យមកខ្ញុំពិតជាទទួលយកមិនបានដែលឃើញគាត់មានសភាពបែបនេះដូច្នេះតើអ្នកគិតថានរណាជាឃាតករចម្លើយស្ត្រីស៊ីគឺជាឃាតករព្រោះមានស្នាមក្រែមនៅលើអាវរបស់ជនរងគ្រោះមានពណ៌ដូចគ្នាទៅនឹងក្រែមលាបមាត់របស់នាងរឿងក្តីឃាតកម្មនៅមាត់សមុទ្រតែនរណាជាឃាតករទៅ A និយាយថាព្រះអើយតើប្តីរបស់ខ្ញុំកើតអីហ្នឹង B និយាយថាអ្នកនៅក្បែរគាត់ផ្ទាល់ហេតុអ្វីមិនដឹងថាមានរឿងអ្វីកើតឡើង C និយាយថានេះជាវាសនារបស់គាត់ខ្ញុំបានប្រាប់ឲ្យគាត់ប្រយ័ត្នខ្លួនមិត្តឆ្លាតចូលស្វែងរកតម្រុយបញ្ជាក់ពីអត្តសញ្ញាណរបស់ឃាតករឥឡូវនេះចម្លើយស្ត្រី A គឺជាឃាតករព្រោះនាងបានលាក់អាវុធប្រឡាក់ឈាមនៅក្នុងសក់របស់នាង